ត្រឹមអាណិតក្រោយអ្នកនាងពេជ្រសុភាទំនីថាស្នាមញញឹមកន្លងមកគ្រាន់តែជាការបន្លប់ការពិតនៃជំងឺបាក់ទឹកចិត្តដែលមានតាំងពីយូរវឌ្ឍនៈ Premium Life ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវប្រកាសសាច់ប្រាក់បន្ទាន់កាន់គ្រឿងមាសមក LOLC ទូបានសាច់ប្រាក់រហូតដល់ 70% នៃតម្លៃមាសនិងផ្ដល់ជូនសេវាលាងសម្អាតមាសនិងថ្លឹងគ្រឿងមាសដែលឥតគិតថ្លៃដោយដែលបាននិយាយឲ្យថាមួយរយៈចុងក្រោយនេះតារាចម្រៀងអ្នកនាងពេជ្រសុភាធ្លាប់បានប្រកាសថាខ្លួនកំពុងប្រឈមមុខជាមួយជំងឺដែលពិបាកក្នុងការព្យាបាលប៉ុន្តែរូបនាងនៅតែបន្តធ្វើឲ្យខ្លួនឯងរឹងមាំដើម្បីជំនះផ្លូវចិត្តរបស់ខ្លួនដែលកំពុងតែទ្រុឌទ្រោមខ្លាំងគេនៅចាំបានកាលពីប្រហែលថ្ងៃមុននេះតារាចម្រៀងអ្នកនាងពេជ្រសុភាបានប្រកាសប្រាប់ទៅកាន់អ្នកគាំទ្រថាខ្លួនកំពុងតែមានជំងឺប្រចាំកាយមែនប៉ុន្តែនាងមិនបានបញ្ជាក់ពីឈ្មោះជំងឺជាក់លាក់ឡើយដោយគ្រាន់តែទម្លាយថាជំងឺដែលពិបាកព្យាបាលនិងមិនអាចកំណត់រយៈពេលជាសះស្បើយច្បាស់លាស់បានទេបើទោះបីជាពេលនេះកំពុងមានជំងឺក៏ពិតមែនប៉ុន្តែមួយរយៈពេលចុងក្រោយនេះអ្នកនាងពេជ្រសុភានៅតែបន្តលើកទឹកចិត្តខ្លួនឯងដោយស្នាមញញឹមដើម្បីបន្លប់ការពិតក៏ដូចជាពេលដែលខ្លួនកំពុងប្រឈមជាមួយនឹងជំងឺដែលពិបាកក្នុងការព្យាបាលជាស្ដែងដូចជាពេលនេះអ្នកនាងពេជ្រសុភាបានបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញពីការលើកទឹកចិត្តខ្លួនឯងថាខំញញឹមបន្លប់ការពិតជាស្ដែងផ្លូវចិត្តវាបាក់យូរណាស់ហើយបន្ទាប់ពីបានឃើញពេជ្រសុភាបង្ហោះសារលើកទឹកចិត្តខ្លួនឯងបែបនេះបានធ្វើឲ្យមិត្តអ្នកសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបង្ហាញនូវការព្រួយបារម្ភចំពោះនាងដែលក្នុងនោះម្នាក់បានផ្ញើសារជាកម្លាំងចិត្តដល់ពេជ្រសុភានិងសូមឲ្យនាងរឹងមាំនិងឆាប់បានធូរសះស្បើយពីជំងឺបើទោះបីជាបែបនេះក្តីនៅមិនទាន់ដឹងទេថាតារាចម្រៀងរូបនេះមានជំងឺអ្វីឲ្យពិតប្រាកដខណៈកន្លងមកក៏ធ្លាប់បានបង្ហើបថានាងមានជំងឺឈាមសស៊ីឈាមក្រហមខណៈសម័យខ្លួនគឺអ្នកនាងពេជ្រសុភាផ្ទាល់គ្រាន់តែបង្ហើបថាខ្លួនកំពុងមានជំងឺដែលពិបាកក្នុងការព្យាបាលប៉ុណ្ណោះថ្មីនេះអ្នកនាងពេជ្រសុភាក៏បានទម្លាយឲ្យឃើញអាការៈជំងឺរបស់ខ្លួនដែលកំពុងតែវិវត្តធ្ងន់ធ្ងរដែលមានទាំងការហូរឈាមតាមច្រមុះថែមទៀតផងបើទោះបីជាយ៉ាងណាសម្រាប់តារាចម្រៀងស្រីប្រចាំហងមាសអ្នកនាងពេជ្រសុភាក៏នៅតែបន្តព្យាយាមធ្វើជារឹងមាំនិងនៅតែបន្តអាជីពការងារជាធម្មតា